បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមានវីដេអូថ្មីដូចជារបស់លេងថ្មីមកចែកជូនបងប្អូនទស្សនាបន្តទៀតគឺកន្លែងហ្នឹងកន្លែងកាត់ជើងដោយសារតែមិនកាត់ជើងឯបន្លោះហ្នឹងវាដាក់ជើងអត់ត្រូវអញ្ចឹងយើងต้องសេរីជើងខាងលើហ្នឹងក៏កាត់ហើយជាងហ្នឹងយើងក៏ទៅរៀបចំកាត់ហើយខ្ញុំក៏ចាប់ដើមសេរីជើងហ្នឹងហើយវាមកគាត់ក៏មកជួយចាប់ដែរវាមកជួយចាប់ហើយរឹតវាស់រឹតអីចឹងទៅណាចឹងយើងចាប់ដើមសេរីនេះຂະຫນາດទូកម្ពស់វា1.8 ម៉ែត្រទៅតឹងវា80ហើយមកជំនុំគ្នាខ្ញុំក៏ទៅយកអីទេទៅបាត់ហើយមិញនឹងយកអីដែរពេកដែរឥឡូវនេះក៏យើងចាប់ដើមវាស់វែងក្នុងការដំឡើងទូចឹងគឺវីដេអូវែងយើងកាត់វាឲ្យវាខ្លីចឹងវារៀងញាប់ដៃញាប់ជើងវិញចឹងទូហ្នឹងមិនមែននេះទេបងប្អូនគឺយើងអត់មានដើរស្ពាន់ទេគឺយើងដើរខ្សែធម្មតាទេប៉ុន្តែខ្ញុំអត់បាននេះខ្ញុំថតទាំងអស់ប៉ុន្តែវីដេអូហ្នឹងខ្ញុំកាត់មកក្រាត់ទេបាទចឹងមកវីដេអូហ្នឹងគឺការតម្លើងទូហើយវីដេអូក្រោយនឹងមានការដើរខ្សែដើរអីចឹងណាតែដោយសារតែវីដេអូវែងពេកចឹងយើងមិនអាចដាក់មកវីដេអូបានទេចឹងយើងកំពុងតែជំនុំគ្នាក្នុងការរៀបចំក្នុងការដើរជើងវានេះជាមួយនឹង Dinter យើងវាស់ Dinter ហ្នឹងតែដោយសារទ្វារ2ជាន់ឥឡូវយើងត្រូវវាស់វាដែលយើងគិតមើលថាវាប្រហែលដែលសមពោះទ្វារយើងពេលខ្លះយើងដាក់ទៅវាលិចវាលីនអញ្ចឹងដល់ពេលវីដេអូបន្ទាប់បងប្អូនដឹងហើយថាវា Dinter ហ្នឹងវាយ៉ាងម៉េចយើងចាប់ផ្ដើមវាស់ហើយយើងចាប់ផ្ដើមរឹតវាគឺយើងប៉ុណ្ណឹងយើងថាត្រូវហើយត្រូវយើងយកប៉ុណ្ណឹងដល់ពេលយើងយកប៉ុណ្ណឹងយើងចាប់ផ្ដើមរឹតទៅជាប់មកគឺយើងចាប់ផ្ដើមដាក់ចាប់ជើងទៅតឹងជើងអីវាអញ្ចឹងណាឥឡូវនេះយើងរឹតមិនទាន់ហើយទេអញ្ចឹងយើងហើយយើងចាប់ផ្ដើមបដួលទូបាទបដួលទូហើយយើងចាប់ផ្ដើមយកមេទៅតឹងវាចាប់ដើម្បីដាក់មេ Dinter វា500 អាំពែបងប្អូនបាទ500 អាំពែនឹងការចាប់ Dinter ហើយការចាប់ជើងDinter ទូខាងក្រោយទូច្រើនបងប្អូនណាការងារមានច្រើនទូក៏មានច្រើនដែរអញ្ចឹងយើងចាប់ដើមចាប់ហើយខ្ញុំក៏យកសោមរឹតវាបាទចាប់ដើមរឹតហើយនេះគឺយើងស្រេស្រង់វាមើលថាវាត្រូវនឹងទំហំមកអត់អីអត់ចឹងណាតែវីដេអូហ្នឹងបានដាក់រឹតប៉ុណ្ណឹងទេបងប្អូនអើយបាទវីដេអូក្រោយនឹងបានទាំងអស់វីដេអូក្រោយគឺយើងបានទាំងតម្លើងទូហើយនឹងតម្លើងឡើង Dinter ហើយនឹងចាប់ខ្សែវាមិនមែនអ្នកអាជីពនិយាយបេបើបងប្អូនអើយចឹងវីដេអូមានតែប៉ុណ្ណឹងទេបងប្អូនណាគឺជម្រាបលាបងប្អូនសុខសប្បាយទាំងអស់គ្នាគឺបាយវីដេអូចប់ហើយ